ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះមានម្ហូបពិសេសមួយគឺសម្រាប់ពេលយើងចង់ខែគឺងាយស្រួលមែនទែនគាត់តែស្ងោរតែ5នាទីបានហូបតែម្ដងអញ្ចឹងតោះកុំភ្លេចចូលមើលទាំងអស់គ្នាពីរបៀបធ្វើដើម្បីឲ្យទទួលបានរសជាតិឆ្ងាញ់ហើយរក្សាទុកបានយូរទៀតហើយនិយាយពីគ្រឿងផ្សំងាយស្រួលមែនទែនបងប្អូនមានតែបង្គា30គ្រាប់អំបិល3ខាំនិងទឹកសុទ្ធ1លីត្រកន្លះបងប្អូនមានតែប៉ុណ្្នឹងជាការស្រេចឯងដំបូងយើងចាប់ផ្ដើមចាក់ទឹក1លីត្រកន្លះចូលទៅឆ្នាំងយើងហើយយើងបង្គាស់វាតទៅពុះយើងចាប់ផ្ដើមដាក់ជាមួយនឹងអំបិលពេលដែលយើងដាក់អំបិលចូលហើយយើងចាប់ផ្ដើមកូរវាឲ្យរលាយប៉ុន្តែពេលដែលយើងកូរទៅវាស្រស់អំបិលប៉ុណ្ណឹងបងប្អូនចាំមានថាទឹកអំបិលយើងគឺវាប្រៃល្អហើយពេលដែលយើងយកត្រាំពងទាគឺពងទាយើងវាឆាប់ប្រៃឆ្ងាញ់អញ្ចឹងណាបន្ទាប់មកយើងទុកទឹកអំបិលនឹងឲ្យវាត្រជាក់អ៊ុនៗសិនណាបងប្អូនទុកវាមួយឡែកសិនទៅឥឡូវយើងមកចាប់ដើមរៀបពងទាដាក់ជាមួយនឹងគីឡូយើងម្ដងសម្រាប់ពងទាថ្ងៃហ្នឹងគឺខ្ញុំធ្វើ30គ្រាប់ហើយយើងរៀបវាចូលគីឡូបែបហ្នឹងបងប្អូនពេលយើងរៀបចូលគីឡូហើយអស់យើងចាប់ដើមយកទឹកអំបិលយើងដែលមានជាតិត្រជាក់អ៊ុនៗហ្នឹងបងប្អូនយកមកចាក់លើពងទាយើងមកហើយយើងទុកវាឲ្យត្រជាក់ចាំយើងយកអីមកក្របណាគឺក៏បងប្អូនគ្រាន់តែយកចានមួយធ្ងន់សកត់វាឲ្យលិចទឹកសិនណាចាំពេលត្រជាក់ចាំយើងមកកម្ហូបវាក៏បានដែរបងប្អូនកុំឲ្យវាងុំទឹកក្តៅនៅនឹងអញ្ចឹងណានិយាយទៅការធ្វើពងទាប្រៃនឹងគឺវាងាយស្រួលមែនតើបងប្អូនទុកតាមមួយអាទិត្យគឺបានហូបហើយបើសិនបងប្អូនចង់ឲ្យវារសជាតិកំសត់ប្រៃពេកយើងអាចវាជាមួយនឹងប៊ីចេងឬក៏ស្ករបន្តិចអញ្ចឹងណាប៉ុន្តែដោយសារខ្ញុំធ្វើបែបនេះយើងធ្វើសម្រាប់ខ្ញុំច្រាំជាមួយនឹងសាច់ជ្រូក3ជាន់អញ្ចឹងខ្ញុំអត់ត្រូវការដាក់គ្រឿងអីឲ្យវាមានជាតិអីទេខ្ញុំត្រូវការតែជាតិប្រៃអញ្ចឹងណាបងប្អូនយើងត្រាំតែមួយអាទិត្យគឺមានសភាពបែបនេះបងប្អូនអញ្ចឹងវាជាការស្រេចហើយពងទាប្រៃយើងគឺវាប្រៃល្មមឆ្ងាញ់បងប្អូនអញ្ចឹងអាចស្រង់វាឡើងយើងដាក់ចូលទូទឹកកកទៅឡើងធម្មតាយើងអាចរក្សាទុកវាបានយូរអញ្ចឹងណាបងប្អូនអរគុណច្រើនសម្រាប់ការមើលវីដេអូមិញនេះអរគុណច្រើនមែនទែន